안녕하세요. 안녕. ទីបំផុតអូននិយាយមកកាត់សក់ឲ្យបងប្អូនគឺជាម៉ូតធម្មតាទេព្រោះអូនកម្រើកខ្លាំងពេកចង់យកម៉ូតដែលឃ្លាត្រចៀកក៏អត់បានដែរដោយសារតែអូននឹងរើចុះរើឡើងនឹងឯងចេះបានសែនអ្នកកាត់សក់នឹងគឺជាមនុស្សស្រីបើមនុស្សប្រុសវិញអូននិយាយអត់ព្រមទេបងប្អូនដឹងស្រាប់ហើយកូនប្រុសចូលចិត្តមនុស្សស្រីណាឃើញស្រីស្អាតស្អាតផងណាមើលនោះមើលតែគ្រាន់ថាថ្ងៃដំបូងចឹងអូនរៀងខ្លាចតិចបងប្អូនហើយក៏អត់ដែលឮសំឡេងម៉ាស៊ីនកាត់សក់នឹងដែរពេលដែលឮនៅតិចអូនអញ្ចឹងទៅអូនចេះតែភ្ញាក់អញ្ចឹងចេះហើយស្ងៀមបានឲ្យកាត់រួចនោះបើហើយអូនមួយថ្ងៃនឹងអត់ស្រួលខ្លួនទេបងប្អូនហើយចំមកវិញឡើងខឺតខតគ្រាន់តែបងប្អូនស្ដាប់សមុខអូនដឹងហើយថាអូននៅតឹងចំមកផ្អឹសឈឺតាំងពីចូលមកដល់កូរ៉េភ្លាមដំបូងណោះហើយវគ្គនេះឈឺបានយូរមែនតើផ្ដាសាយមួយនឹងឡើងផ្ដាច់ខែហ្មងនិយាយទៅអូននេះអានណាចង់ឲ្យគេកាន់តែជាណែប៉ុន្តែគេកាន់តែជាអូនណាអូននៅសំងំនៅហ្នឹងទឹកមុខនេះមិនមែនស្រួលទេប្រហែលជាឆ្ងល់ហើយមើលទៅចាសូមរំខានបងប្អូនមកណែនាំប៊ីចេងម៉ាអ៊ីបន្តិចជាប៊ីចេងសុខភាពដែលញ៉ាំទៅអត់ប៉ះពាល់ដល់សុខភាពទេបងប្អូនព្រោះអីផ្សំពីដើមអំពៅយើងនឹងជារបស់ធម្មជាតិហើយផលិតនៅប្រទេសកូរ៉េទៀតធ្វើសម្លឡើងមួយឆ្នាំងដាក់ប៊ីចេងម៉ាអ៊ីមកបន្តិចបង្កើនរសជាតិខ្លាំងមិនថាតែខ្ញុំឬក៏តែបងប្អូនទេខ្វះប៊ីចេងមិនបានបើដាក់ប៊ីចេងហើយឆ្ងាញ់យ៉ាងនេះហ្នឹងប៊ីចេងដែលឆ្ងាញ់មានសុវត្ថិភាពនិងគុណភាពកុំភ្លេចប៊ីចេងម៉ាអ៊ីណាបងប្អូនហើយគាត់ក៏ត្រូវការអ្នកកាត់ស្តុកផ្ដាច់ខេត្តផងដែរបើបងប្អូនចង់ដឹងព័ត៌មានឲ្យកាន់តែច្បាស់អាចតាក់ទងទៅលេខ Telegram នេះបានស្លដែលខ្ញុំចូលចិត្តជាងគេគឺស្លគីមឈីជីកេនេះឯងហើយមានហែមដាក់ជាមួយឬក៏សាច់ជ្រូកដាក់ជាមួយទៀតរឹតតែឆ្ងាញ់ប្រៃជូរអែមអស់បាយឡើងច្រើនចានជាពិសេសបានប៊ីចេងម៉ាអ៊ីនេះទៀតសក់អូននេះអានណាបងប្អូនចើទៅថាតុននោះតុនហើយសក់វិញឡើងដូចលាបពណ៌អញ្ចឹងព្រឿងសូម្បីតែសក់ក្បាលក៏កាត់ទៅប៉ាគេដែរបើសម្រាប់សក់ក្បាលខ្ញុំវិញខ្មៅហើយសរសៃធំតែអូននេះអានវិញណាសរសៃសក់គាត់ឡើងល្អិតឆ្មេនិយាយទៅមិនថាខ្ញុំមិនថាគេកូនប្រុសមួយចង់កាត់សក់ស្ទីលឲ្យកូនណាតែគ្រាន់ថាឃើញអត់បងប្អូនកាត់ខ្វាច់ងាកខ្វាច់និយាយទៅខ្លាចដែរនឹងហើយងាកលឿនណាមួយផ្លែហ្នឹងឡើងចង់អស់ព្រលឹងខ្ញុំហើយដោយសារតែសេមកក៏កាន់អាម៉ូទ័រហ្នឹងនៅចិត្តទៅជាអូនពេកនឹងគាត់ជាងផងទេដៃគាត់លឿនហើយរហ័សកាត់ត្រៃអីហ្នឹងក៏កាត់ឡើងឆ្វាច់ហើយខ្ញុំនេះស្រាវចង់ងាប់អត់ដឹងមូលហេតុអីទេពេលងើយហើយអូនសើចដាក់សេហ្មងនិយាយពីថាឲ្យមុំស្នេហ៍គ្រប់គ្នាសូម្បីតែជាងកាត់សក់ហ្នឹងក៏គាត់សរសើរដែរថាអូននេះអានអីក៏ស្រួលយ៉ាងហ្នឹងក្មេងខ្លះ8 9ខែឡើងគ្រាន់តែឃើញមនុស្សថ្មីហ្នឹងស្រែកពេញហ្នឹងហើយតែអូននេះអានអត់មានស្រីសោះបងប្អូនប្រហែលជាការទៅខ្មែរខ្ញុំវគ្គមុននេះមានប្រសិទ្ធភាពដោយសារតែអូនជួបមនុស្សច្រើនពេកមិនថាកូនក្មេងមនុស្សចាស់អ៊ំពូមិញឬក៏សក់ខ្មៅសក់សអីទេអូនអត់យំសោះឃើញហើយមានតែសើចដាក់អត់មានថាមុខកម្ៅដាក់ទេកុំឲ្យតែអូនហត់ហើយឃើញអូនស្រែកលឺបើមិនអញ្ចឹងទេអូននឹងតែស្រែកដាក់វិញហើយយំហ្មងសក់កាត់ហើយមិនដែរបងប្អូននេះទៅកាត់ហើយថ្មីថ្មោងរៀងអញញ៉ៃតិចហើយក៏នាំអូនទៅពេទ្យភ្លាមដែរមួយថ្ងៃហ្នឹងទាំងកូនទាំងប៉ាមកហាងសក់តែម៉ែនេះអត់មានអីញ៉ាំចូលផ្ទះសោះចឹងហើយមានតែទិញ hamburger ទ្រាប់ពោះហើយទៅពេទ្យបន្តអីកន្លោះបាត់កំឡោះ